សៀមប្រើឧបាយកលបញ្ឆេះសង្គ្រាមនៅកម្ពុជាដើម្បីកាត់យកទឹកដីមិនខុសពីស្ដេចសៀមរាមាទី1ឡើយនៅក្នុងរជ្ជកាលស្ដេចសៀមរាមាទី2គឺបានបន្តនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅព្រះនគរកម្ពុជាយើងព្រមទាំងបង្កនិងបញ្ឆេះឲ្យមានសង្គ្រាមនៅលើទឹកដីប្រទេសកម្ពុជាថែមទៀតផងដែលកាន់តែធ្វើឲ្យប្រទេសដ៏កំសត់មួយនេះត្រូវញោមញីទៅដោយសង្គ្រាមវិបត្តិសង្គមបាត់បង់ឥស្សរភាពធ្លាក់ជាចំណុះរបស់ប្រទេសសៀមនិងយួនប្រជារាស្ត្ររស់នៅជួបតែក្តីវេទនាត្រូវពួកឈ្លានពានកាប់សម្លាប់តាមតែអំពើចិត្តទឹកដីខេត្តខណ្ឌភាគខាងលិចភាគខាងជើងនិងភាគខាងត្បូងក៏ត្រូវចោលឈ្លានពានខ្លាក្រពើទាំងនោះហែកចែកគ្នាអស់ជាច្រើនអនេកពលគឺសឹងតែរលំរលាយប្រទេសចេញពីផែនទីពិភពលោកទៅហើយពិតណាស់អ្វីទាំងអស់នេះគឺខ្ញុំនឹងរៀបរាប់ឲ្យបានលម្អិតជូនប្រិយមិត្តជាទីទស្សនានិងស្ដាប់បន្តទៀតសៀវភៅប្រវត្តិសាស្ត្រថៃរបស់ David Wyatt បានឲ្យដឹងថាបន្ទាប់ពីស្ដេចសៀមរាមាទី1គឺព្រះបាទសម្ដេចព្រះពុទ្ធយសហ្វាជូឡាលោកសោយទិវង្គតនៅឆ្នាំ1809នោះទៅរាជបុត្ររបស់ទ្រង់គឺព្រះអង្គម្ចាស់អេសរ៉ាសុនធរឬហៅតាមភាសាសៀមថាអ៊ីសារ៉ាសុនថនបានឡើងសោយរាជបន្តដោយមានព្រះបរមនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះពុទ្ធលើថ្លានុភាលីឬហៅខ្លីថាស្ដេចរាមាទី2រជ្ជកាលសោយរាជចាប់ពីឆ្នាំ1809ដល់1824នៅក្នុងរជ្ជកាលស្ដេចសៀមរាមាទី2នេះសន្តិភាពក៏កើតមានផ្ទៃក្នុងប្រទេសសៀមតែបែរជាពង្រីកឥទ្ធិពលគៀបសង្កត់មកលើប្រទេសកម្ពុជាយើងផងប្រទេសលាវបណ្ដារដ្ឋស៊ុលតង់នៅម៉ាឡេស៊ីនិងភាគខាងជើងប្រទេសសៀមពួកវានៅពេលឡើងសោយរាជភ្លាមស្ដេចសៀមរាមាទី2បានខិតខំរៀបចំផ្ទៃក្នុងប្រទេសឲ្យស្ងប់សុខមានសាមគ្គីភាពរឹងមាំជាមុនសិនដោយបានទាក់ទាញមហាមន្ត្រីចាស់ៗរបស់ព្រះបិតាទ្រង់ឲ្យស្ម័គ្របម្រើរាជការថ្មីរបស់ទ្រង់ប្រកបដោយភក្ដីភាពហើយបានតែងតាំងញាតិសន្តានរបស់ទ្រង់ឲ្យកាន់កាប់តំណែងសំខាន់ៗដើម្បីកាត់បន្ថយអំណាចរបស់ពួកអភិជនជាន់ចាស់បន្ទាប់មកស្ដេចសៀមអង្គនេះក៏បានចាប់ផ្ដើមរុះរើនិងតែងតាំងថ្មីនៅបណ្ដាមេទ័ពក្នុងរាជវាំងនិងចៅពញាដែលជាចៅហ្វាយខេត្តនានាអ្វីដែលគួរឲ្យកត់សម្គាល់នោះព្រះអង្គបានជ្រើសរើសមហាសេនាបតីដែលមានសមត្ថភាពខ្ពស់និងស្មោះត្រង់បំផុតចំពោះទ្រង់ឲ្យរៀបចំនយោបាយឈ្លានពានត្រួតត្រាប្រទេសដទៃទូយ៉ាងដូចជាប្រទេសកម្ពុជាយើងជាដើមព្រោះថានៅកម្ពុជាមិនត្រឹមតែជាការឈ្លានពានដូចមុននោះទេតែត្រូវទប់ទល់នឹងឥទ្ធិពលយួននៅខាងកើតផងដែរដែលកំពុងប្រឆាំងនឹងរាជអំណាចក្រុងបាងកកយ៉ាងខ្លាំងក្លាដើម្បីត្រួតត្រាលើរាជបល្ល័ង្កក្រុងឧដុង្គរបស់ប្រទេសកម្ពុជាយើងប្រការនេះហើយទើបខ្ញុំដាក់ចំណងជើងថាស្ដេចសៀមបានប្រើឧបាយបញ្ឆេះសង្គ្រាមនៅកម្ពុជាដើម្បីកាត់យកទឹកដីពីប្រទេសកម្ពុជាហែកចែកគ្នាតាមអំពើចិត្តជាមួយពួកយួននៅខាងកើតឧបាយកលដែលពួកវាធ្វើមកលើប្រទេសកម្ពុជាយើងគឺស៊ីជម្រៅខ្លាំងណាស់ហើយក៏ពាក់ព័ន្ធបន្តពីស្ដេចសៀមព្រះចៅតាក់ស៊ីននិងស្ដេចសៀមព្រះចៅរាមាទី1ផងដែរពលគឺនៅរាជវាំងក្រុងឧដុង្គនៃប្រទេសកម្ពុជាយើងនៅមានរាជវង្សានុវង្សនិងមហាមន្ត្រីខ្មែរមួយចំនួននៅមានភក្ដីភាពចំពោះសៀមដើម្បីបម្រើឲ្យមហិច្ឆតារបស់រាជវាំងក្រុងបាងកកនៅឡើយដែរសៀវភៅប្រវត្តិសាស្ត្រថៃរបស់ David Wyatt បានបន្តថាកម្ពុជាបានក្លាយជាសមរភូមិយ៉ាងក្តៅគគុកក្នុងការដណ្ដើមផលប្រយោជន៍និងអំណាចត្រួតត្រារវាងសៀមនិងយួនកាលពីរជ្ជកាលស្ដេចរាមាទី1ព្រះឧត្ត័យរាជាអង្គច័ន្ទដែលជាព្រះរាជាខ្មែរយើងមានការខ្វែងគំនិតជាមួយនឹងរាជវាំងក្រុងបាងកកហើយទំនងជាព្រះឧត្ត័យរាជាអង្គច័ន្ទទ្រង់ក្រោធខ្លាំងនៅពេលឡើងគ្រងរាជ្យដោយសារតែស្ដេចសៀមរាមាទី2តែងតាំងព្រះអង្គស្ងួនដែលត្រូវជាព្រះអនុជមាតាទីតីរបស់ទ្រង់ឲ្យធ្វើជាព្រះឧបយោរាជហើយតែងតាំងក្មួយប្រុសរបស់អភ័យវង្សគឺអុកញ៉ាវិបុលរាជប៉ែនជាចៅហ្វាយគ្រប់គ្រងខេត្តបាត់ដំបងនិងខេត្តសៀមរាបដាច់ស្រឡះពីការគ្រប់គ្រងរបស់រាជវាំងក្រុងឧដុង្គពលគឺមិនព្រមប្រគល់ខេត្តទាំងពីរនេះមកឲ្យប្រទេសកម្ពុជាវិញតាមការសន្យារបស់ស្ដេចរាមាទី1ដែលបានសន្យាចំពោះព្រះរាជាខ្មែរព្រះនរាយណ៍រាជាអង្គឯងនោះឡើយដោយអន់ចិត្តនឹងទង្វើឆ្គមឆ្គងរបស់ស្ដេចរាមាទី2ព្រះឧត្ត័យរាជាអង្គច័ន្ទព្រះមហាក្សត្រខ្មែរយើងមិនបានយាងទៅចូលរួមពិធីបុណ្យសពស្ដេចរាមាទី1ក្នុងឆ្នាំ1810នោះឡើយដោយគ្រាន់តែបញ្ជូនព្រះអនុជ3អង្គគឺព្រះអង្គស្ងួនដែលជាព្រះឧបយោរាជព្រះអង្គអឹមដែលជាព្រះឧបរាជនិងព្រះអង្គឌួងដែលជាព្រះអនុជពៅមាតាទីតីរួមជាមួយមន្ត្រីខ្មែរមួយចំនួនទៀតទៅចូលរួមជំនួសក្នុងពិធីបុណ្យសពនៅរាជវាំងក្រុងបាងកក
ព្រះអង្គម្ចាស់ទាំង3អង្គនេះនៅពេលត្រឡប់មកក្រុងឧដុង្គវិញក៏បានពំនាំទាំងរាជបញ្ជាពីរាជវាំងក្រុងបាងកកមកទូលថ្វាយឲ្យព្រះឧត្ត័យរាជាអង្គច័ន្ទបញ្ជូនកងទ័ពខ្មែរទៅចូលរួមយុទ្ធនាការប្រឆាំងនឹងកងទ័ពភូមាត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថានេះហើយគឺជាឧបាយកលព្រួយមួយបាញ់បានសត្វពីររបស់ពួកសៀមនោះគឺរាជបញ្ជាតែមួយសម្រាប់កិច្ចការបាន2ប្រការទី1គឺកាត់បន្ថយកម្លាំងទ័ពការពាររាជវាំងខ្មែរនិងទី2បានជាកម្លាំងជួយសៀមវាយប្រហារភូមាផងម្យ៉ាងវិញទៀតប្រសិនបើព្រះឧត្ត័យរាជាអង្គច័ន្ទមិនព្រមបញ្ចេញកងទ័ពទៅជួយពួកសៀមទេនោះពួកវានឹងបានលេះលើកទ័ពមកវាយប្រហារខ្មែរយើងជាក់ជាមិនខានមិនខុសពីសៀវភៅប្រវត្តិសាស្ត្រខ្មែរនោះទេសៀវភៅប្រវត្តិសាស្ត្រថៃបានបន្តទៀតថាព្រះឧត្ត័យរាជាអង្គច័ន្ទបានបដិសេធនិងបញ្ជាឲ្យប្រហារជីវិតមន្ត្រី2នាក់របស់ព្រះអង្គដែលមានបំណងយល់ព្រមតាមព្រះរាជបញ្ជារបស់ស្ដេចសៀមព្រះឧត្ត័យរាជាអង្គច័ន្ទក៏បានប្រញាប់ផ្ញើចុតម៉ាយមួយទៅមេទ័ពយួនដែលនៅប្រចាំការនៅក្រុងព្រៃនគរដើម្បីស្នើសុំជំនួយទ័ពយួនមកជួយទប់ទល់ក្នុងពេលមានការវាយប្រហារណាមួយពីសំណាក់ទ័ពសៀមប្រវត្តិសាស្ត្រខ្មែរបានឲ្យដឹងទៀតថាដោយទទួលបានរាជបញ្ជាពីស្ដេចយួនអធិរាជយ៉ាឡុងមេទ័ពយួនឈ្មោះលេវ៉ាន់យៀតបានដឹកនាំទ័ពគ្រឿងសឹកស្បៀងអាហាររួមទាំងទូកចម្បាំងមកបោះបន្ទាយប្រចាំការនៅត្រង់កោះចិនដែលក្បែរនឹងទីក្រុងភ្នំពេញដើម្បីងាយស្រួលក្នុងការឡើងមកជួយការពាររាជធានីឧដុង្គភ្នំពេញកាលនោះថ្វីត្បិតមិនមែនជារាជធានីប៉ុន្តែជាទីក្រុងឬជាមជ្ឈមណ្ឌលរណបមួយដ៏សំខាន់របស់ក្រុងឧដុង្គមានទាំងទន្លេបឹងបួជ្រោយកំពង់ផែបន្ទាយទ័ពស្បៀងនិងចំណុចយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្មែរនាសម័យឧដុង្គសម្រាប់ទប់ទល់នឹងការវាយប្រហារពីទ័ពសត្រូវដែលចូលមកតាមសមុទ្រតាមទន្លេមេគង្គនិងទឹកដីកម្ពុជាក្រោមជាដើមហើយក៏ជាភូមិសាស្ត្រពិសេសមួយក្នុងការដកថយពីក្រុងឧដុង្គព្រោះងាយស្រួលទប់ទល់នឹងការវាយប្រហាររបស់សត្រូវប្រសិនបើសត្រូវវាយបែកក្រុងឧដុង្គនោះស្ដេចសៀមរាមាទី1ដោយខឹងក្រោធនឹងអំពើក្បត់របស់ព្រះឧត្ត័យរាជាអង្គច័ន្ទក៏បានបញ្ជូនទ័ពសៀមចំនួន3កងធំវាយប្រហារចូលក្រុងឧដុង្គប្រវត្តិសាស្ត្រថៃបានបញ្ជាក់ថាព្រឹត្តិការណ៍ដែលព្រះឧត្ត័យរាជាអង្គច័ន្ទសហការជាមួយទ័ពយួនត្រៀមទប់ទល់នឹងការវាយប្រហាររបស់ពួកសៀមនេះគឺកើតឡើងនៅមុនឆ្នាំ1812ដោយដឹងការជាមុនព្រះអង្គស្ងួនដែលនៅស្មោះស្ម័គ្រនឹងពួកសៀមនៅឡើយនោះក៏បានលួចគេចខ្លួនចេញពីក្រុងឧដុង្គទៅកាន់ខេត្តពោធិ៍សាត់ដើម្បីទៅជួបនឹងសហការជាមួយទ័ពសៀមដែលធ្វើដំណើរតាមផ្លូវគោកពីក្រុងបាងកកមិនយូរប៉ុន្មានព្រះអង្គស្ងួននិងទ័ពសៀមក៏បានលើកមកដល់ក្រុងឧដុង្គសង្គ្រាមរវាងទ័ពសៀមប្រឆាំងនឹងទ័ពចម្រុះខ្មែរយួនក៏បានផ្ទុះឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាដែលជាការបើកផ្លូវនាំទៅដល់វិបត្តិកាន់តែធ្ងន់ធ្ងរចំពោះប្រទេសកម្ពុជាយើងសៀវភៅប្រវត្តិសាស្ត្រខ្មែរបានឲ្យដឹងបន្ថែមថាដោយឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរទៅព្រះឧត្ត័យរាជាអង្គច័ន្ទរួមទាំងព្រះអង្គអ៊ឹមនិងព្រះអង្គឌួងក៏បានដកថយទៅគង់នៅខេត្តមាត់ជ្រូកសិនដែលយួនបច្ចុប្បន្នវាហៅខេត្តអានយ៉ាងប៉ុន្តែនៅពេលយប់ព្រះអង្គអ៊ឹមនិងព្រះអង្គឌួងដែលជាព្រះអនុជបាននាំអ្នកម្នាងរស់ជាព្រះមេដានិងបណ្ដាខ្ញុំបម្រើផ្សេងទៀតចាក់ចេញពីជំរំព្រះឧត្ត័យរាជាអង្គច័ន្ទហើយរត់ភៀសខ្លួនទៅរកព្រះអង្គស្ងួនជាព្រះរាមហើយក៏បង្ហោះចូលទៅប្រទេសសៀមតែម្ដងចំណែកឯព្រះឧត្ត័យរាជាអង្គច័ន្ទក៏បានបន្តដំណើរពីខេត្តមាត់ជ្រូកឆ្ពោះទៅក្រុងព្រៃនគរដែលកំពុងកាន់កាប់យ៉ាងតឹងស្អិតដោយកងទ័ពយួនអាណាមប្រវត្តិសាស្ត្រថៃបានបន្តទៀតថាព្រះអង្គស្ងួនបានកាន់កាប់ក្រុងឧដុង្គអស់រយៈពេលជិត1ឆ្នាំក៏ប៉ុន្តែពួកមេទ័ពសៀមបែរជាមានគំនិតថាសមត្ថភាពកងទ័ពរបស់ខ្លួនទន់ខ្សោយហើយភ័យខ្លាចនឹងការប្រឈមមុខដ៏ធំជាមួយនឹងកងទ័ពយួនដ៏ឃោរឃៅនៅពាក់កណ្ដាលឆ្នាំ1813បន្ទាប់ពីកងទ័ពយួនបើកការវាយប្រហារលុកលុយចូលរាជធានីឧដុង្គនិងក្រុងភ្នំពេញពួកសៀមក៏បានដកទ័ពថយទៅខេត្តបាត់ដំបងសិនហើយវិលចូលប្រទេសសៀមវិញចំណែកសៀវភៅប្រវត្តិសាស្ត្រខ្មែរបានសរសេរដែរថានៅឆ្នាំ1813នោះក្រោយពីមានការសម្រុះសម្រួលជាមួយពួកសៀមខ្លះហើយស្ដេចយួនអធិរាជយ៉ាឡុងបានបញ្ជាឲ្យមេទ័ពយួនលេវ៉ាន់យៀតអមព្រះរាជដំណើរព្រះឧត្ត័យរាជាអង្គច័ន្ទវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅពេលទ័ពយួនមកដល់ពួកមេទ័ពសៀមបែរជាស្រឡាំងកាំងហើយដកថយទៅវិញអស់មានអ្នកខ្លះក៏បានមកថ្វាយស័ព្ទសាធុការពរជ័យចំពោះព្រះឧត្ត័យរាជាអង្គច័ន្ទថែមទៀតផង
បើតាមសិភៅប្រវត្តិសាស្ត្រថៃព្រះឧត្តយរាជាអង្គច័ន្ទបន្ទាប់ពីត្រឡប់មកសោយរាជ្យនៅកម្ពុជាវិញព្រះអង្គក៏បានផ្លាស់ទៅគង់នៅក្រុងភ្នំពេញពោលគឺមិនគង់នៅរាជធានីឧដុង្គទៀតនោះឡើយដែលសិភៅប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ថារាជវាំងថ្មីរបស់ព្រះឧត្តយរាជាអង្គច័ន្ទគឺនៅម្ដុំខាងត្បូងវត្តឧណាឡោមសពថ្ងៃដែលកាលនោះគេហៅព្រះរាជវាំងកំផែងកែវហើយមានការលើកដីសង់ដំណាក់ព្រះបារមីនៅជ្រោយចង្វារថែមទៀតផងឲ្យតែដល់ថ្ងៃ1កើតនិងថ្ងៃ15កើតពួកនិមឺនមន្ត្រីខ្មែរនិងយួននាំគ្នាទៅសំពះរំលឹកគុណស្ដេចយួនអធិរាជយ៉ាឡុងហើយពេលចូលទៅសំពះរំលឹកគុណនោះទាំងព្រះឧត្តយរាជាអង្គច័ន្ទទាំងនិមឺនមន្ត្រីខ្មែរសុទ្ធតែស្លៀកពាក់ជូតឈ្នួតក្បាលតាមបែបយួនទាំងអស់ហេតុដែលពួកយួនវាតម្រូវឲ្យព្រះឧត្តយរាជាអង្គច័ន្ទផ្លាស់រាជវាំងពីក្រុងឧដុង្គទៅក្រុងភ្នំពេញវិញនេះប្រវត្តិសាស្ត្រថៃបានបញ្ជាក់ថាគឺដើម្បីនៅជិតបន្ទាយទ័ពយួនងាយស្រួលក្នុងការការពារពីការវាយប្រហាររបស់កងទ័ពសៀមអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះពួកសៀមដោយខ្លាចខាតប្រយោជន៍មកលើប្រទេសកម្ពុជាយើងខ្លាចស្ដេចយួនលេបត្របាក់ប្រទេសកម្ពុជាអស់ហើយខ្លួនគ្មានបានអ្វីជាដុំកំភួននោះនៅឆ្នាំ1814ស្ដេចសៀមរាមាទី2ក៏បានបញ្ជាឲ្យលើកទ័ពចូលប្រទេសកម្ពុជាមួយម្ដងទៀតតែពុំមែនមកកម្ចាត់យួនចេញពីប្រទេសកម្ពុជាដោយពេលមុននោះឡើយគឺពួកវាមកដណ្ដើមយកទឹកដីខ្មែរស្រស់តែម្ដងដែលក្នុងនោះខេត្តធំរបស់កម្ពុជាចំនួន3ទៀតត្រូវបានពួកសៀមវាកាត់យកដាក់នៅក្រោមការកាន់កាប់របស់ក្រុងបាងកកគឺមានខេត្តមលូព្រៃខេត្តទន្លេរពៅនិងខេត្តស្ទឹងត្រែងបើតាមលោកមូរ៉ាការបាត់បង់ទឹកដីខាងលើនេះគឺបណ្ដាលមកពីចៅហ្វាយខេត្តកំពង់ស្វាយឈ្មោះមឹងបានទៅអះអាងប្រាប់ពួកសៀមថាប្រជារាស្ត្រក្នុងខេត្តទាំងប៉ុន្មាននេះបានសុំដោយទទូចឲ្យខ្លួនបាននៅក្រោមរាជអំណាចគ្រប់គ្រងរបស់ស្ដេចសៀមរីឯស្ដេចយួនអធិរាជយ៉ាឡុងដោយស្រេកឃ្លានចង់ត្រួតត្រាលើប្រទេសកម្ពុជាវាក៏បានបញ្ជាឲ្យមេទ័ពយួនឈ្មោះវៀនវ៉ាន់ធុយសង់បន្ទាយបន្ថែមនៅក្រុងលវាអែមពោលគឺត្រើយម្ខាងក្រុងភ្នំពេញហើយបញ្ជូនកងទ័ពយួនមកប្រចាំការ 10000 នាក់ថែមទៀតដើម្បីពង្រឹងការគ្រប់គ្រងលើព្រះរាជានិងប្រទេសកម្ពុជាក្នុងនាមជាអាណាព្យាបាលតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានឲ្យយើងដឹងថាអ្វីត្បិតព្រះឧត្តយរាជាអង្គច័ន្ទមិនព្រមជំនួសរាជអំណាចសៀមប៉ុន្តែព្រះអង្គបែរជាទៅជំនួសក្រោមរាជអំណាចស្ដេចយួនទៅវិញដោយសន្យាបញ្ជូនស៊ុយសាអាកទៅថ្វាយស្ដេចយួនក្រុងវេរៀងរាល់3ឆ្នាំម្ដងបើស្ដាប់មើលទៅស្ថានភាពនៅប្រទេសកម្ពុជាកាលនោះពិបាកនឹងស្រោចស្រង់ណាស់ពិបាកក្នុងការពង្រឹងខ្លួនឯងប្រឆាំងនឹងពួកសៀមដែលតែងតែចិញ្ចឹមចិត្តដាក់កម្ពុជាក្រោមជំនួសរបស់ពួកវាដូច្នេះគឺមានតែទៅពឹងពួកយួនឲ្យមកជួយការពារប៉ុន្តែពួកយួននេះទៀតសោតក៏ព្យាយាមត្រួតត្រាប្រទេសកម្ពុជាយើងដាក់ប្រទេសយើងក្រោមអាណាព្យាបាលប្រទេសពួកវាថែមទៀតឯកសារសៀមក្តីរាជពង្សាវតារខ្មែរក្តីគឺសុទ្ធតែបាននិយាយស្របគ្នាថាបើទោះបីជាព្រះឧត្តយរាជាអង្គច័ន្ទស្និទ្ធស្នាលនឹងពួកយួនជាងក៏ដោយក៏ព្រះអង្គនៅតែបន្តនាំស៊ុយសាអាកទៅថ្វាយស្ដេចសៀមដដែលក្នុងឋានៈសៀមជាប្រទេសរាជហើយកម្ពុជាជាសាមន្តរដ្ឋបាទប្រិយមិត្តចំពោះព្រឹត្តិការណ៍ដ៏ជូរចត់នៅក្នុងសម័យឧដុង្គនេះខ្ញុំបាទសូមស្លេះតែត្រឹមប៉ុណ្ណេះសិនសង្ឃឹមប្រិយមិត្តនឹងរងចាំទស្សនាវីដេអូក្រោយៗទៀតបាទហើយមេត្តាសូមជួយឧបត្ថម្ភដល់ខ្ញុំបាទខ្លះផងដើម្បីបន្តលទ្ធភាពផលិតវីដេអូប្រវត្តិសាស្ត្រចែកជូនប្រិយមិត្តបន្តទៀតបាទសូមអរគុណទុកជាមុន